គឺមានទូនីតិសំខាន់មែនទែនទៅលើដំឡូងគឺជួយបំលែងពីឫសឲ្យទៅជាមើមជួយឲ្យមើមដំឡូងបញ្ចេញមកបានច្រើនមើមចេញមកធំល្អហើយជួយឲ្យមើមដំឡូងដាក់ម្សៅបានត្រូវតាមកម្រិតស្តង់ដារ DC ខ្ពស់បាទនេះគឺជាចការអតិថិជនដែលនៅខាងខេត្តបាត់ដំបងស្រុករតនមណ្ឌលពុំវិញបងប្អូនមកមើលសភាពដងដើមរបស់គ្នាបាទគឺល្អគ្រប់ដើមតែម្ដងដងដើមមកគឺត្រួយចេញមកគឺឡើងខ្ចីលវក់លួនហ្មងដងដើមរឹងមាំហើយជាពិសេសគឺប្រព័ន្ធឫសក៏ចេញបានច្រើនដែរគឺមិនមែនល្អតែម្ដងទេគឺចេញមកគឺស្រស់គ្រប់ដើមគឺដុះមកឡើងស្មើគ្នាអញ្ចឹងសម្រាប់ពុំវិញបងប្អូនដែលដាំដុះដំណាំដំឡូងដែលកំពុងតែត្រូវការឈុតបំពន់ឬក៏ដំឡូងមានការលូតលាស់អត់សូវល្អបាទកុំភ្លេចប្រើជាមួយនឹងឈុតពីមុខនេះឯកទេសក្នុងការបំពន់ទៅដល់ការលូតលាស់របស់ដំឡូងនិងជាពិសេសគឺជួយបំលែងពីឫសឲ្យទៅជាមើមបានច្រើនមានទី1ហ្នឹងគឺជាបំពន់ i green ដែលជាប្រភេទកញ្ចប់ម្សៅបូកជាមួយនឹង i man ដែលជាប្រភេទដបទឹកសម្រាប់ i green នឹងដែរគឺជំនួយទៅដល់ប្រព័ន្ធឫសដងដើមនិងស្លឹកដំឡូងហ្នឹងឲ្យលូតលាស់បានលឿនបានល្អពណ៌ស្លឹកដំឡូងគឺខៀវស្រស់ល្អបែបនេះបាទហើយមកមុខនេះដែលជាទូកឯខ្វះអត់បានគឺ i man សម្រាប់ i man គឺមានទូនីតិសំខាន់មែនទែនទៅលើដំឡូងគឺជួយបំលែងពីឫសឲ្យទៅជាមើមជួយឲ្យមើមដំឡូងបញ្ចេញមកបានច្រើនមើមចេញមកធំល្អហើយជួយឲ្យមើមដំឡូងដាក់ម្សៅបានត្រូវតាមកម្រិតស្តង់ដារ DC ខ្ពស់បាទចឹងសម្រាប់ពុំវិញបងប្អូនដែលចង់ពិភាក្សាយោបល់ទៅលើបញ្ហាដំណាំដំឡូងអ៊ំពុំវិញឬចង់ដឹងតើតើនៅរបៀបប្រើប្រាស់ឈុតបំពន់ទៅលើដំណាំដំឡូងសូមតំណែងមកតាម page ឬ call មកផ្ទាល់តាមលេខទូរស័ព្ទសូមអរគុណ